ចាចិនបងនេះខ្ញុំសូមគោរពជម្រាបសួរលោកគ្រូទេនាងខ្ញុំឈ្មោះសុកសតភ័ណ្ឌជាគរុនិស្សិត BA+1 ឆ្នាំទី1នាងខ្ញុំជាសិស្សថ្នាក់ D ចាអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីមេរៀនខ្លីៗទៅនឹងសប្តាហ៍ទី10គឺជាមេរៀនការវិតម្លៃផលបត្តិចាអញ្ចឹងមុននឹងចូលទៅដល់ខ្លឹមសារមេរៀននេះគឺយើងត្រូវតែដឹងថាតើអ្វីទៅជាផលបត្តិឬក៏យើងហៅម្យ៉ាងទៅថា portfolio ចាអញ្ចឹងនិយមន័យរបស់portfolio ហ្នឹងគឺជាដំណើរការមួយនៃការប្រមូលស្នាដៃការងារក៏ដូចជាការប្រមូលកិច្ចការដើម្បីមកធ្វើជាផុសតាងនៅក្នុងបញ្ជាក់អំពីការរីកចម្រើនសមត្ថភាពរបស់យើងហើយវាក៏ជាវឌ្ឍនភាពមួយដែរដែលជួយទៅរកការសម្រេចគោលដៅនៃការសិក្សាចាអញ្ចឹងបន្ទាប់ពីយើងបានដឹងអំពីនិយមន័យរបស់ portfolio រួចហើយយើងនឹងមកចូលដល់យើងនឹងមកដឹងអំពីចរិតលក្ខណៈរបស់ផលបត្តិនឹងឬក៏ portfolio ទៅអញ្ចឹងចរិតលក្ខណៈរបស់វាគឺមាន3ធំដែលទី1គឺយើងនឹងនិយាយអំពីការប្រមូលកិច្ចការរបស់សិស្សត្រូវហើយការប្រមូលកិច្ចការហ្នឹងក៏ត្រូវតែមានគោលបំណងច្បាស់លាស់ដែរហើយទី2គឺយើងនឹងនិយាយអំពីសិស្សត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅក្នុងផលបត្តិហើយទី3វិញគឺយើងនឹងនិយាយអំពីសិស្សត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងការឆ្លុះបញ្ចាំងខ្លួនឯងផងដែរចាអញ្ចឹងមុននេះគឺខ្ញុំបានបង្ហាញរួចហើយអំពីចរិតលក្ខណៈរបស់ផលបត្តិអញ្ចឹងឥឡូវនេះយើងចូលមកដល់គុណសម្បត្តិរបស់គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិនេះវិញអញ្ចឹងចំពោះគុណសម្បត្តិនៃផលបត្តិនេះគឺទី1គឺវាជួយជំរុញស្វ័យវាតម្លៃក៏ដូចជាការវាតម្លៃហ្នឹងគឺបែបសហការរបស់សិស្សហើយនឹងទី2គឺយើងនឹងនិយាយអំពីគឺវាមានគុណសម្បត្តិដែលវាផ្ដោតទៅលើចំណុចខ្លាំងហើយនឹងអ្វីដែលពួកគាត់បានធ្វើឬក៏អាចធ្វើបានដែរហើយវាក៏បានជួយនៅក្នុងការវិតម្លៃដែលវាមានលក្ខណៈជាបុគ្គលក៏ដូចជាវាមានភាពបត់បែនហើយនឹងប្រែប្រួលទៅតាមមុខវិជ្ជាជំនាញក៏ដូចជាប្រភេទតកតងទៅនឹងសមត្ថភាពក៏ដូចជាចំណាប់អារម្មណ៍ហើយនឹងរបៀបនៃការរៀនរបស់សិស្សម្នាក់ៗផងដែរអញ្ចឹងបន្ទាប់ពីគុណសម្បត្តិរួចយើងនឹងមកនិយាយគ្នាអំពីគុណវិបត្តិវិញអញ្ចឹងចំពោះគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិនោះគឺវាមានដូចជាពាក់ព័ន្ធជាមួយនឹងគឺយើងត្រូវតាមបណ្ដុះគ្រូបណ្ដុះបណ្ដាលគ្រូបន្ថែមក៏ដូចជាវាមានភាពពិបាកនៅក្នុងការដាក់បន្ទុកដើម្បីវានាំឲ្យមានភាពជឿជាក់ទាបហើយសិស្សហ្នឹងគឺអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលនៅក្នុងផលបត្តិហ្នឹងមិនបានល្អក៏ដូចជាឪពុកម្ដាយអាចនឹងពិបាកយល់អំពីផលបត្តិផងដែរចាអញ្ចឹងបន្ទាប់ពីយើងដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិយើងនឹងមកដឹងអំពីប្រភេទនៃផលបត្តិផងដែរអញ្ចឹងប្រភេទនៃផលបត្តិសរុបទាំងអស់ហ្នឹងគឺមានចំនួន5ធំដែលទី1គឺយើងនិយាយអំពីផលបត្តិស្នាដៃផលបត្តិស្នាដៃនេះដែរគឺយើងនឹងមកនិយាយអំពីកិច្ចការល្អៗរបស់សិស្សក៏ដូចជាពាក់ព័ន្ធជាមួយនឹងការចងចាំក៏ដូចជាវាប្រើសម្រាប់ទំនាក់ទំនងជាមួយគ្រួសារដើម្បីបង្ហាញអ្វីដែលសិស្សមានមោទនភាពបំផុតផងដែរហើយចំពោះទី2គឺយើងផលបត្តិសមត្ថភាពអញ្ចឹងពាក់ព័ន្ធជាមួយនឹងផលបត្តិសមត្ថភាពនេះគឺតកតងទៅនឹងថាតើសិស្សគាត់មានសមត្ថភាពបង្កើតអីធ្វើអីបានមួយហើយចំពោះផលបត្តិគម្រោងវិញគឺតកតងជាមួយនឹងការសរសេរទៅជាការសរសេរគម្រោងពីអ្វីមួយដែលគាត់បានធ្វើឬក៏គាត់អាចធ្វើបានចេញមករួចហើយនឹងទី4គឺពាក់ព័ន្ធជាមួយនឹងផលបត្តិប្រាប់ពីការរីកចម្រើនអញ្ចឹងចំពោះផលបត្តិប្រាប់ពីការរីកចម្រើននេះគឺយើងអាចសង្កេតទៅតាមយើងអាចមើលបានវាតម្លៃវាបានទៅតាមដូចជាមុខវិជ្ជានីមួយៗនៅក្នុងថ្នាក់រៀនដូចថាសប្តាហ៍ខែនេះប្រឡងបញ្ចប់ខែនេះកម្រិតពិន្ទុគាត់ត្រឹម7ទេប៉ុន្តែនៅពេលដែលខែក្រោយការរីកចម្រើនរបស់គាត់បាន18ដែរអាហ្នឹងហើយគឺជាផលបត្តិប្រាប់អំពីការរីកចម្រើនហើយនឹងទី5គឺយើងនិយាយអំពីផលបត្តិ digital ចាអញ្ចឹងយើងមុននេះយើងបានដឹងហើយថាផលបត្តិរបស់យើងគឺមានចំនួន5ធំអញ្ចឹងយើង
nâng bậc đăng âm pi xà rạ rồi sầm khănใน ផលបត្តិ digital វិញវាគឺជាផលបត្តិចុងក្រោយគេមួយគឺវាបានផ្ដល់នៅការរក្សាទុកនៅព័ត៌មានដែលប្រកបទៅដោយសុវត្ថិភាពហើយសិស្សនឹងក៏អាចបន្ថែមនៅឧទាហរណ៍ក៏ដូចជាការឆ្លុះបញ្ចាំងហើយវាក៏បានលើកកម្ពស់ទៅដល់ការចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រដែរហើយមួយវិញទៀតហ្នឹងអីដែលសំខាន់គឺវាងាយស្រួលប្រើប្រាស់ហើយនឹងអាចផ្លាស់ប្ដូរទីតាំងបានទៀតអញ្ចឹងបន្ទាប់ពីយើងបានយល់ដឹងអំពីប្រភេទនៃផលបត្តិយើងនឹងមកធ្វើការស្គាល់អំពីយើងនឹងមកដឹងអំពីជំហាននៅក្នុងការរៀបចំក៏ដូចជាការអនុវត្តនិងការវាតម្លៃផលបត្តិនឹងផងដែរអញ្ចឹងចំពោះជំហាននៃការវាតម្លៃផលបត្តិនេះគឺយើងមានធំចំនួន9ដែលទី1នោះគឺពាក់ព័ន្ធជាមួយនឹងការកំណត់គោលបំណងហើយទី2គឺយើងត្រូវកំណត់អំពីរចនាសម្ព័ន្ធរូបរាងរបស់ឬក៏ digital ហ្នឹងហើយនឹងទី3គឺយើងត្រូវកំណត់ខ្លឹមសារហ្នឹងត្រូវតែផ្សារភ្ជាប់ជាមួយនឹងគោលបំណងផងដែរទី4គឺយើងនឹងនិយាយអំពីការកំណត់ការណែនាំស្វ័យវាតម្លៃក៏ដូចជាលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុសិស្សហើយទី5វិញគឺយើងពិនិត្យឡើងវិញជាមួយនឹងសិស្សហើយទី6គឺការដាក់ខ្លឹមសារទី7គឺយើងនឹងនិយាយអំពីស្វ័យវាតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនទី8យើងនិយាយអំពីការវាតម្លៃរបស់គ្រូហើយនឹងព័ត៌មានត្រឡប់ចំណែកឯចំណុចចុងក្រោយទី9នោះវិញគឺយើងនិយាយអំពីកិច្ចប្រជុំរវាងគ្រូហើយនឹងសិស្សចាអញ្ចឹងមុននេះគឺយើងបានដឹងហើយអំពីការដូចជាការរៀបចំគឺនឹងការអនុវត្តការវាតម្លៃផលបត្តិទាំង9អញ្ចឹងជាចុងក្រោយនេះពាក់ព័ន្ធជាមួយនឹងសារៈសំខាន់នៃផលបត្តិហ្នឹងគឺយើងត្រូវប្រមូលវាមានសារៈសំខាន់គឺវាប្រមូលហើយនឹងវាតម្លៃស្នាដៃការងាររបស់សិស្សហើយគឺវាបង្ហាញអំពីវឌ្ឍនភាពដើម្បីចំពោះទៅសម្រាប់លទ្ធផលសិក្សារំពឹងទុកក៏ដូចជាសម្រាប់នៅស្តង់ដារនៃការសិក្សាផងដែរជាមួយនឹងភាពបត់បែនដែលមាននៅក្នុងផលបត្តិវាមានភាពងាយស្រួលនៅក្នុងការវិតម្លៃជាងលក្ខណៈបុគ្គលអញ្ចឹងហើយវាអាចបង្កើនទៅលើការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយអត្ថន័យដល់សិស្សម្នាក់ៗផងដែរចាអញ្ចឹងនៅក្នុងមេរៀនសប្តាហ៍ទី10នេះគឺពាក់ព័ន្ធជាមួយនឹងផលបត្តិនេះគឺនាងខ្ញុំក៏សូមបញ្ចប់ការបកស្រាយត្រឹមចំណុចនេះចាសូមអរគុណ